អានុភាពនៃទម្លាប់តូចៗអាកំបាំងនៃភាពជោគជ័យតើអ្នកធ្លាប់មានអារម្មណ៍ថាចង់ផ្លាស់ប្ដូរជីវិតរបស់អ្នកឲ្យល្អជាងមុនភ្លាមដែរទេយើងភាគច្រើនតែងតែគិតថាដើម្បីសម្រេចបានរឿងធំដុំយើងត្រូវតែបោះជំហានទៅធំឬធ្វើការផ្លាស់ប្ដូរយ៉ាងគំហុកក្នុងពេលតែមួយយប់ប៉ុន្តែការពិតភាពជោគជ័យដ៏អស្ចារ្យមិនមែនកើតចេញពីព្រឹត្តិការណ៍តែមួយលើកនោះទេវាកើតចេញពីទម្លាប់តូចដែលយើងធ្វើដដែលជារៀងរាល់ថ្ងៃសូមស្រមៃគិតដល់យន្តហោះមួយដែលហោះចេញពីទីក្រុង Angeles ឆ្ពោះទៅកាន់ទីក្រុង New York ប្រសិនបើអ្នកបើកបរងាកក្បាលយន្តហោះខុសពីទិសដៅតែ 3.5 ដឺក្រេបន្តិចបន្តួចបំផុតដែលអ្នកដំណើរមិនដឹងនោះនៅពេលចង់បញ្ចប់នៃដំណើរយន្តហោះនោះនឹងចុះទៅចតនៅទីក្រុង Washington នោះវិញដែលនៅឆ្ងាយពីគោលដៅរាប់រយគីឡូម៉ែត្រនេះហើយគឺជាអត្តពលនៃទម្លាប់តូចការផ្លាស់ប្ដូរបន្តិចបន្តួចនៅថ្ងៃនេះនឹងនាំអ្នកទៅកាន់វាសនាខុសគ្នាស្រឡះនៅថ្ងៃអនាគត 2. ហេតុអ្វីបានជាទម្លាប់តូចមានអានុភាពខ្លាំងមូលហេតុដែលមនុស្សភាគច្រើនបោះបង់ចោលការបង្កើតទម្លាប់គឺដោយសារតែពួកគេមិនឃើញនៅលទ្ធផលភ្លាមនៅក្នុងគណិតវិទ្យានៃការអភិវឌ្ឍខ្លួនបើអ្នកផ្ដើមធ្វើឲ្យល្អជាងមុនត្រឹមតែ 1% ជារៀងរាល់ថ្ងៃក្នុងរយៈពេល1ឆ្នាំអ្នកនឹងក្លាយទៅជាមនុស្សដែលល្អជាងមុនរហូតដល់37 ដងច្បាប់នៃបណ្ដុំផលទម្លាប់គឺជាការប្រាក់នៃបណ្ដុំផលនៃការអភិវឌ្ឍខ្លួនលទ្ធផលនៃទម្លាប់មិនបង្ហាញឡើងក្នុងរាងជាបន្ទាត់ត្រង់ទេប៉ុន្តែវាបង្ហាញជារាងបន្ទាត់កោងដំណាក់កាលដំបូងអ្នកប្រហែលជាមានអារម្មណ៍ថាហត់ហើយគ្មានអ្វីប្រែប្រួលដំណាក់កាលសម្រេចផលនៅពេលដែលទម្លាប់តូចទាំងនោះបូកបញ្ចូលគ្នាកាន់តែច្រើនវានឹងបង្កើតជាលទ្ធផលដ៏អស្ចារ្យដែលអ្នកនឹកស្មានមិនដល់ 3. ឧទាហរណ៍ជាក់ស្ដែងការអាននិងការហាត់ប្រាណចូលយើងពិនិត្យមើលសកម្មភាពងាយពីដែលមនុស្សគ្រប់គ្នាអាចធ្វើបានការអានសៀវភៅត្រឹមតែ15នាទីមនុស្សភាគច្រើនរអ៊ូថាគ្មានពេលអានសៀវភៅប៉ុន្តែការចំណាយត្រឹមតែ15នាទីក្នុងមួយថ្ងៃក្នុងមួយសប្តាហ៍អ្នកអាចអានបានជិតដល់2ម៉ោងក្នុងមួយឆ្នាំអ្នកអាចអានបានចប់បានរហូតដល់12ទៅ15ក្បាលលទ្ធផលចំពោះចំណេះដឹងនិងការយល់ដឹងរបស់អ្នកលើពិភពលោកនឹងរីកធំធាត់ជាងមនុស្សទូទៅដែលមិនអានសៀវភៅសោះការហាត់ប្រាណ20នាទីអ្នកមិនចាំបាច់ទៅហាត់ប្រាណ3ម៉ោងក្នុងពេលថ្ងៃតែមួយដើម្បីមានសុខភាពល្អនោះទេការហាត់ប្រាណ20នាទីដូចជាការដើរលឿនឬធ្វើលំហាត់ប្រាណងាយនៅក្នុងផ្ទះជួយឲ្យខួរក្បាលបញ្ចេញសារធាតុអ៊ីដូភីនធ្វើឲ្យអារម្មណ៍ស្រស់ស្រាយកាត់បន្ថយ stress និងការថាមពលសម្រាប់ការងារលទ្ធផលក្នុងរយៈពេល6ខែរាងកាយរបស់អ្នករឹងមាំមួននិងមានសុខភាពល្អជាងមុនយ៉ាងច្បាស់វិធីសាស្ត្រក្នុងការចាប់ផ្ដើមកុំធ្វើរឿងធំចូលធ្វើរឿងងាយដើម្បីឲ្យទម្លាប់តូចទទួលបានជោគជ័យអ្នកត្រូវប្រើបច្ចេកទេសងាយស្រួលបំផុត 1. កុំកំណត់គោលដៅធំពេកកុំនិយាយថាខ្ញុំនឹងអានសៀវភៅឲ្យចប់មួយក្បាលក្នុងមួយសប្តាហ៍ប៉ុន្តែត្រូវនិយាយថាខ្ញុំនឹងអានឲ្យបានតែមួយទំព័រប៉ុណ្ណោះមុននឹងចូលគេង 2. ភ្ជាប់ជាមួយនឹងទម្លាប់ចាស់ឧទាហរណ៍បន្ទាប់ពីខ្ញុំឆុងកាហ្វេហើយខ្ញុំនឹងសរសេរគម្រោងការងារថ្ងៃនេះ 3. ផ្ដោតលើអត្តសញ្ញាណមិនមែនលទ្ធផលកុំគិតថាអ្នកចង់រត់ម៉ារ៉ាតុងប៉ុន្តែត្រូវគិតថាអ្នកគឺជាអ្នករត់ប្រណាំងនៅពេលដែលអ្នកជឿជាក់ខ្លួនឯងថាជាអ្នកអានសកម្មភាពអាននឹងក្លាយទៅជារឿងធម្មជាតិសម្រាប់អ្នកសេចក្តីសន្និដ្ឋានការផ្លាស់ប្ដូរជីវិតមិនមែនជារឿងវិតមុនដែលកើតឡើងត្រឹមមួយប្រព្រឹត្តភ្នែកនោះទេវាគឺជាជម្រើសតូចដែលអ្នកធ្វើនៅថ្ងៃនេះការអាន15នាទីឬក៏ហាត់ប្រាណ20នាទីមើលទៅដូចជាមិនមានអ្វីអស្ចារ្យនោះទេនៅសម្រាប់ថ្ងៃនេះប៉ុន្តែវាគឺជាគ្រាប់ពូជនៃមហាសទ្ធិចំណេះដឹងនិងសុខភាពល្អនៅថ្ងៃស្អែកចូលចងចាំភាពអស្ចារ្យកើតចេញពីការធ្វើរឿងតូចឲ្យបានល្អឥតខ្ចោះនិងជាប់លុបជារៀងរាល់ថ្ងៃ